Hello ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរគឺម៉ោង4ជាងហើយក៏ម៉ោង4ម៉ោង5ម៉ែបងប្អូនហើយក៏យើងតនេពីការងារបាទឥឡូវយើងមកដើរមើលតបែកយើងនៅខាងក្រោយផ្ទះដោយសារតែតបែកនេះយើងចងថង់បើមិនចងថង់ទេវាសัตว์អុចអញ្ចឹងណាហើយដល់ពេលចងថង់ហើយវាត្រូវតែមានទឹកដក់អញ្ចឹងហ្មងអានេះភ្លៀងវាដក់ភ្លៀងក៏ដក់ហើយអឺមិនភ្លៀងក៏វាមានទឹកចេញពីផ្លែតបែកដែរពុកម៉ែបងប្អូនអញ្ចឹងយើងត្រូវដើរកាត់បង្ហូរទឹកវាចោលដល់វាដក់ច្រើនទៅវាអាចនឹងល្បេះហើយយើងមកមើលអាផ្លែណាដែលស្អុយយើងកាត់វាចោលទុកតាផ្លែណាល្អទៅអញ្ចឹងយើងកាត់វាចោលទៅកុំទុកវានេះផ្លែតបែកគៀនទាដុសអញ្ចឹងទៅយើងណាំក្បែរផ្ទះបងប្អូនចេះតែមើលថែវាទៅបានផ្លែវាហូបដែរអញ្ចឹងណាទំនេរពីការងារចេះតែធ្វើវាលេងទៅបើយើងមិនកាត់វាទេវាទឹកដក់ទី1ទឹកដក់ពេលដែលថ្ងៃវាក្តៅខ្លាំងវាធ្វើឲ្យផ្លែតបែករបស់យើងនឹងជាំទឹកបាទអញ្ចឹងយើងបហូរទឹកវាចោលទៅកុំទុកបហូរទឹកវាចោលឲ្យអស់ទៅអញ្ចឹងផ្លែតបែកយើងបានហូបខ្លះបើមិនអញ្ចឹងទេអត់បានហូបទេពុកម៉ែបងប្អូនដោយសារតែយើងមានសัตว์អុចហើយវាពងកូននៅក្នុងផ្លែតបែកហ្នឹងអញ្ចឹងទៅពេលដែលវាធំគឺមានតកៅយើងអត់អាចហូបបានទេយើងត្រូវធ្វើការចងថង់ដូចខ្ញុំអញ្ចឹងអានេះបើសិនជាគេច្រើនគេមានប្រដាប់នៅក្នុងការស្រោបវាតែយើងតិចតួចហ្នឹងយើងចង់ទៅថង់នាយឯងរបស់យើងទៅពុកម៉ែបងប្អូនឯតបែកនេះក្នុងផ្ទះខ្ញុំនេះមានចូល5 6ដើមដែរប៉ុន្តែតបែកដែលផ្លែខ្ញុំចងតែ2ដើមទេអាប្រហែលដើមទៀតដោយសារតែក្តៅពេកវាអត់ទាន់ផ្លែល្អទេឥឡូវយើងបានភ្លៀង2 3មេធ្វើឲ្យតបែកយើងលាស់ហើយពុកម៉ែបងប្អូនកាន់តិចហ្នឹងខ្វះផ្លែច្រើនខ្វះតបែកហូបទេសម្រាប់ផ្ទះខ្ញុំពុកម៉ែបងប្អូនអានេះចិត្តមុំហូបបាទ